បាទជំរាបសួរពុកម៉ែបងប្អូនម្ដងទៀតជាថ្មីម្ដងទៀតខ្ញុំកំពុងតែជិះកង់ហាត់ប្រាណនៅក្នុងឃុំកំពង់អស់បាទឃុំកំពង់អស់ស្រុកពញលឺខេត្តកណ្ដាលតាមដងទន្លេសាបហើយនេះគឺជាដៃព្រែកមួយដ៏សំខាន់សម្រាប់នាំទឹកទៅស្រោចស្រពដំណាំជាពិសេសការធ្វើស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងឃុំកំពង់អស់នេះហើយនៅទីនេះខ្ញុំសង្កេតឃើញថាมันខុសពីទីតាំងដទៃទេគឺមានការប្រែប្រួលទិដ្ឋភាពផ្សេងគ្នាទៅតាមរដូវកាលនៅពេលនេះទឹកទន្លេចាប់ដើមឡើងគឺទឹកទន្លេហូរចូលមកក្នុងព្រែកវិញហើយបងប្អូនប្រជាពលរដ្ឋក៏បានទទួលប្រមូលផលស្រូវហ្នឹងក៏រួចរាល់ហើយអញ្ចឹងដីគាត់រក្សាឲ្យនៅទំនេរមួយរយៈហើយបងប្អូនខ្លះក៏ដាំឈូកឬក៏ធ្វើស្រូវបន្តអញ្ចឹងប៉ុន្តែជាទូទៅដីនៅទំនេរហើយមិនយូរទេប្រហែលជានៅក្នុងខែ8ឬក៏ខែ9ខាងមុខនេះទឹកនឹងចូលតាមស្រែពេញហើយទីនេះគឺប្រែប្រួលរូបភាពមួយដែលមានទិដ្ឋភាពមើលទៅហាក់បីដូចជាសមុទ្រដ៏ធំល្វឹងល្វើយដាច់ចន្ទុយភ្នែកនារដូវវស្សាខាងមុខខ្ញុំចង់បង្ហាញជូនបងប្អូនអំពីទិដ្ឋភាពនៅក្នុងខែ7នេះហើយខ្ញុំនឹងបន្តបង្ហាញជូនបងប្អូននៅពេលដែលទឹកខ្សែវាលនៅពេលខាងមុខបាទនេះគឺជាតំបន់ដែលមានសភាពស្រស់ស្រាយនៅឆ្ងាយពីទីក្រុងបន្តិចហើយសម្រាប់ខ្ញុំដែលចូលចិត្តជិះកង់គឺទីនេះគឺជាកន្លែងជិះកង់មួយដ៏ល្អដោយសារសុវត្ថិភាពក្នុងការធ្វើដំណើរក្នុងការជិះកង់មិនសូវមានម៉ូតូឬក៏រថយន្តច្រើនឆ្លងកាត់ដែលធ្វើឲ្យយើងមានការលំបាកក្នុងការជិះកង់នោះទេបាទសូមជំរាបជូនថាពេលខ្លះនៅទីនេះខ្ញុំបានឃើញសត្វមួយចំនួនទៀតទីព្រៃជាដើមជាពិសេសនៅក្នុងខែវស្សាតែទឹកលិចតំបន់ភាគច្រើននៅទូទាំងប្រទេសកម្ពុជាយើងសត្វព្រៃមួយចំនួនគឺគាត់ធ្វើដំណើរមករកចំណីនៅតាមតំបន់នានាហើយទីនេះខ្ញុំតែងតែជួបសត្វព្រៃមានសត្វប្រវឹកប្រវែកទីព្រៃជាដើមឡាក់មិនច្រើនទេតែមានបាទមួយបងប្អូនខ្ញុំសូមបង្ហាញជូនទិដ្ឋភាពតាមដងអូនេះជូនបងប្អូនប៉ុណ្ណេះទេចង់ចែកម្លែកអំពីទិដ្ឋភាពទេសភាពនៅទីនេះវាប្រែប្រួលទៅតាមរដូវកាលរដូវទឹកសម្រក់គឺឡើងបៃតងល្អតាមវាស្រែនីមួយៗពោពេញទៅដោយស្រូវបន្ទាប់ពីការប្រមូលផលហើយក៏คล้ายទៅជាពណ៌ខ្មៅទៅវិញដោយសារគល់ស្រូវច្រាំងមួយចំនួនបងប្អូនយើងគាត់នៅគាត់ដុតបាទខ្ញុំសូមជំរាបថាតាមអ្នកជំនាញការដុតច្រាំងស្រូវនេះមិនជាផ្ដល់ផលល្អប្រហែលទៅដល់ដីនោះទេដោយសារការដុតនេះវាឲ្យស្លាប់នៅសារធាតុចិញ្ចឹមសត្វតូចតាចដែលជាជីវៈចម្រុះនៅក្នុងការធ្វើឲ្យដីមានជីជាតិប៉ុន្តែយើងឃើញថាបងប្អូនមួយចំនួនក៏គាត់មានការយល់ដឹងគាត់ឈប់ដុតហើយគាត់នឹងជួលលុបតែម្ដងធ្វើឲ្យដីនេះនៅមានជីវជាតិល្អបាទអញ្ចឹងបងប្អូនគួរតែស្វែងយល់ទៅតាមមន្ត្រីជំនាញផ្នែកកសិកម្មណែនាំទៅដើម្បីឲ្យដីស្រែចម្ការរបស់យើងនោះរក្សាបាននៅប្រព័ន្ធជីវៈចម្រុះក៏ដូចជាគុណភាពល្អក្នុងការប្រកបរបរកសិកម្មដោយបងប្អូនបានឃើញស្រាប់នៅទីនេះគឺស្រស់ស្រាយមែនទែនស្ងាត់ហើយឆ្ងាយពីភូមិឋានអ្នកភូមិមានតែវាស្រែមានដងអូគឺល្អប្រសើរសម្រាប់អ្នកដើរហាត់ប្រាណក៏ដូចជាអ្នកជិះកង់ដូចជាខ្ញុំនេះគឺពិតជាអំណោយផលល្អមែនទែនបាទអញ្ចឹងខ្ញុំមានប៉ុណ្ណេះទេជំរាបជូនបងប្អូនហើយចូលរួមទស្សនាកម្សាន្តក៏ដូចជាបានដឹងអំពីទិដ្ឋភាពផ្នែកទូចមួយនៅក្នុងភូមិកំពង់អស់
ស្រុកពញាលឺខេត្តកណ្ដាលនេះបាទកណ្ដាលនេះហើយមួយទៀតខ្ញុំក៏លេចឃើញមានគោយន្តតែបែបនេះរដូវនេះគឺជារដូវដែលបងប្អូនគាត់នឹងភ្ជួរដីត្រឡប់ដើម្បីពេលទឹកចូលមកដីនេះនឹងមានជីជាតិហើយពេលទឹកស្រកទៅគាត់នឹងបន្តរបរធ្វើស្រែចម្ការដូចសពមួយដងបាទបងប្អូនសូមអញ្ជើញលេងលេងនៅទស្សនភាពតាមដងអូមួយខ្ញុំបាទជាបន្តទៅទៀតសូមអរគុណបាទបាទបងប្អូននេះជាស្រែប៉ុន្តែបងប្អូនយើងគាត់ដាំឈូកជំនួសឲ្យការធ្វើស្រូវតែម្ដងគឺមានផ្លែល្អគួរសមហើយប្រហែលជាគាត់ទើបតែប្រមូលផលហើយចឹងនៅតំបន់នេះគឺក្រោយពីធ្វើស្រែរួចរាល់ហើយគឺគាត់បន្តដាំឈូកបាទដាំដំណាំឈូកក៏ជាមុខរបរមួយដែលជួយរកគ្រងជីវភាពបានមួយកម្រិតផងដែរបាទ សូមជំរាបជូនបងប្អូនដែរគឺនៅក្នុងអូនេះគឺទឹកនៅបន្តមានរហូតដល់ខែប្រាំងប៉ុន្តែបរិមាណទឹកវាតិចតួចអញ្ចឹងវាអំណោយផលដល់បងប្អូនដែលគាត់មានស្រែនៅអមសងខាងនេះគឺគាត់អាចបូមទឹកពីបន្លាយឬក៏ពីអូនេះដើម្បីយកមកនៅកបរបរផ្គត់ផ្គង់ទឹកហ្នឹងទៅដំណាំរបស់គាត់ឧទាហរណ៍ដូចជាស្រែនេះជាដើមគឺគាត់យកទឹកពីអូនេះឯងខ្ញុំឆ្លៀតផ្ដិតយកជូនបងប្អូនប៉ុណ្ណេះហើយខ្ញុំបន្តទៀតសូមអញ្ជើញបាទបងប្អូនទស្សនានៅទស្សនវិជ្ជានេះទស្សនវិជ្ជាបែបជនបទទស្សនវិជ្ជាបែបស្ងប់ស្ងាត់ទស្សនវិជ្ជាដែលធ្វើឲ្យអារម្មណ៍យើងមិនតានតឹងចំពោះខ្ញុំផ្ទាល់ទេគឺខ្ញុំចូលចិត្តទស្សនវិជ្ជាបែបនេះហើយចំពោះបងប្អូនដែលមិនចូលចិត្តទេក៏សូមខន្តីអភ័យទោសហើយបងប្អូនដែលចូលចិត្តក៏សូមអញ្ជើញបាទទស្សនានៅទស្សនវិជ្ជាដ៏ស្រស់ត្រកាលនៃធម្មជាតិនៅតំបន់ជាយរាជធានីភ្នំពេញរបស់យើងបាទ
បាទសូមអរគុណបងប្អូនសូមសម្រាប់រីករាយក្រុមគ្រួសារសម្រាប់នៅអ្វីដែលជាក្តីប្រាថ្នាគ្រប់គ្នាកុំភ្លេចសាងនៅអំពើល្អដែលយើងអាចធ្វើបានសម្រាប់មនុស្សសម្រាប់សត្វសម្រាប់រុក្ខជាតិសម្រាប់ធម្មជាតិទាំងអស់គ្នាបាទសូមអរគុណជួបគ្នានៅវីដេអូជាបន្តទៀតបាទជំរាបសួរបងប្អូនពុកម៉ែបងប្អូនទាំងអស់ខ្ញុំកំពុងតែជិះកង់ស្ថិតនៅលើផ្លូវបេតុងដ៏ស្អាតមួយផ្លូវនេះគឺកសាងដោយក្រសួងគមនាគមន៍ឃើញថាផ្លូវស្អាតមែនទែនកាត់តាមចន្លោះវាលស្រែទាំងសងខាងខ្ញុំបង្ហាញជូននេះគឺដើម្បីជាការកត់សម្គាល់ថានៅពេលនេះគឺជាដើមរដូវវស្សាអញ្ចឹងទិដ្ឋភាពនៅតំបន់នេះគឺវាស្រែគឺបងប្អូនប្រជាពលរដ្ឋយើងគាត់ជួដីហើយដើម្បីត្រៀមទទួលយកនៅដីល្បាប់ថ្មីដែលទឹកទន្លេសាបហូរចូលមកនៅពេលខែ9ខែ10ខែ1ទឹកហូរត្រឡប់ទៅវិញអញ្ចឹងទិដ្ឋភាពបែបនេះគឺនឹងប្រែប្រួលដោយខ្ញុំបានជំរាបជូនការជិះកង់របស់ខ្ញុំនៅផ្នែកមួយទៀតតាមដងអូនេះឃុំកំពង់អស់នេះដែរនោះគឺទិដ្ឋភាពនឹងប្រែប្រួលនៅពេលបន្តិចទៀតគឺជាវាលធំពោពេញទៅដោយទឹកហាក់បីដូចជាមហាសមុទ្រដែលគួរជាទីគយគន់ហើយបច្ចុប្បន្ននេះយើងឃើញវាលមានពណ៌បៃតងខ្លះដែលបងប្អូនប្រជាពលរដ្ឋយើងប្រកបរបរដាំឈូកហើយឃើញថាផលបានល្អផ្លែឈូកក៏ល្អផ្កាឈូកក៏ល្អនៅទីនេះខ្ញុំបានស្បជួបបងប្អូនប្រជាពលរដ្ឋយើងគឺគាត់ពេញចិត្តពេញថ្លើមរបរដាំឈូករបស់គាត់ហ្នឹងហើយជួយឲ្យជីវភាពរបស់គាត់ហ្នឹងបានឧទាហរណ៍មួយកម្រិតផងដែរអញ្ចឹងនៅទីនេះចែកចេញជា3ទិដ្ឋភាពផ្សេងគ្នានៅលើផ្លូវគឺនៅក្នុងរដូវវស្សាដែលទឹកឡើងពីនៅក្នុងចន្លោះពីខែ9ទៅខែ11ហ្នឹងគឺពោពេញទៅដោយទឹកបាទទៅដោយទឹកมันខុសពីតំបន់ផ្សេងនោះទេក៏ប៉ុន្តែទីនេះគឺជាកន្លែងដែលខ្ញុំធ្លាប់ជិះកង់ឆ្លងកាត់ដូច្នេះហើយខ្ញុំគ្រាន់តែចង់ចែកម្លែកបង្ហាញជូនបងប្អូនដែលមានភាពធុញថប់ឬក៏ហត់នឿយពីការងារហ្នឹងអាចទស្សនានៅតំបន់ទីនេះបានបាទហើយរដូវកាលទី2គឺរដូវបៃតងនៅពេលដែលទឹកសម្រក់ទៅបាទទឹកស្រកទៅហ្នឹងគឺបងប្អូនជាពលរដ្ឋចាប់ដើមស្ទូងស្រូវធ្វើស្រែចម្ការទីនេះប្រែក្លាយទៅជាបៃតងនិងចិត្តប្រមូលផលក្លាយទៅជាពណ៌មាសបាទហើយក្រោយពីប្រមូលផលហើយគឺដីនៅសល់ទៅដីទេអាចថាមានពណ៌មិនស្អាតទេដូចនៅខាងក្រោយខ្ញុំនេះបាទអញ្ចឹង3ពណ៌នេះគឺប្រែប្រួលទៅតាមរដូវកាលនៅក្នុងតំបន់នេះទីនេះអំណោយផលមែនទែនបងប្អូនចំពោះការជិះកង់ការដើរហាត់ប្រាណគឺពួកយើងមានភាពស្រស់ស្រាយបាទមានអារម្មណ៍ស្រស់ស្រាយមែនទែនសម្រាប់ខ្ញុំទេបាទសម្រាប់បងប្អូនអាចថាមានការចូលចិត្តរសនិយមហ្នឹងក៏ផ្សេងគ្នាដែរអញ្ចឹងបងប្អូនខ្ញុំមានប៉ុណ្ណេះចង់ចែកជូនបងប្អូនហើយខ្ញុំនឹង
ព្យាយាមផ្ដិតយកទិដ្ឋភាពនៅទីនេះនៅក្នុងរដូវកាលផ្សេងៗគ្នាដើម្បីជូនបងប្អូនទុកគ្រាន់ទស្សនាកម្សាន្តនៅពេលដែលមានពេលទំនេរបាទសូមអរគុណសូមរីករាយជាមួយទិដ្ឋភាពតាមដងផ្លូវបេតុងដ៏ស្រស់ស្អាតនេះជាមួយខ្ញុំបាទបាទសូមអរគុណចំពោះការតាមដានទស្សនារបស់បងប្អូនជាមួយនឹងខ្យល់និងសម្លេងធម្មជាតិហើយសូមជូនពរសុខភាពល្អសប្បាយរីករាយក្នុងក្រុមគ្រួសារជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ
បាទសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅតាមផ្លូវដែលខ្ញុំជិះកង់ក៏កលេចមើលទៅឃើញមានដើមឈើមួយដើមគឺមានផ្កាស្អាតមែនទែនបាទហើយផ្កានេះសម្បូរទៅដោយជីវៈចម្រុះមានបន្លង់មានស្រាំងមានឃ្មុំមកក្រេបជញ្ជក់យកលំអងផ្កាដើម្បីយកទៅចិញ្ចឹមជីវិតបែបធម្មជាតិមិនខុសអីពីការប្រឹងប្រែងបំពេញកិច្ចការងាររបស់មនុស្សយើងទេក្នុងការចិញ្ចឹមជីវិតតាំងពីក្មេងវ័យរហូតទៅដល់ពេលដែលវិលត្រឡប់ទៅតាមធម្មជាតិវិញគឺសេចក្តីស្លាប់ប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញជូននេះគឺបានន័យថាជាចំណែកមួយនៃការជិះកង់គឺខ្ញុំតែងតែនេះជាការចំណាប់អារម្មណ៍ផ្ទាល់ខ្លួនខ្ញុំទេហើយបើបងប្អូនមិនចាប់អារម្មណ៍ក៏សូមអធិស្ឋានគឺខ្ញុំបានឃើញនៅសកម្មភាពផ្សេងគ្នារុក្ខជាតិផ្សេងគ្នាធម្មជាតិផ្សេងគ្នានៅតាមភូមិឋាននៅតាមទីតាំងនានាហើយថ្ងៃនេះខ្ញុំគ្រាន់តែចែកម្លែកខ្លីជូនបងប្អូនទេអំពីរុក្ខជាតិមួយយ៉ាងនេះតាមពិតទៅដើមឈើនេះគឺជាដើមខ្ញុំគិតថាដើមមិញត្រីនៅស្រុកខ្ញុំគេហៅមិញត្រីមានផ្លែតែនេះទូចមែនតើប្រហែលជាប៉ុនផ្លែធុកមូលហើយមានរសជាតិជូរអែមពេលទុំទៅអាចក្រហមខ្មៅជាចាស់ពណ៌នេះឯងផ្លែនេះពណ៌បៃតងហ្នឹងប៉ុន្តែនៅលើដើមនេះដែលខ្ញុំឃើញផ្កាស្អាតនេះមិនមែនជាផ្ការបស់ដើមនេះទេគឺជាវល្លិមួយយ៉ាងដែលដុះព័ទ្ធនៅលើដើមនេះហើយក៏ចេញផ្កាដែលធ្វើឲ្យដើមនេះមានសម្រស់ស្រស់ត្រកាលមែនទែនបើយើងមើលមួយផ្លែតតែខុសជាអានិភ័យសម្រាប់ដើមនេះដែរបើមិនជាវល្លិនេះក្របខ្លាំងក៏ធ្វើឲ្យដើមហ្នឹងវាអាចឈានទៅដល់ការលែងលូតលាស់ហើយក៏អាចឈានទៅដល់ងាប់ដើមផងដែរខ្ញុំមានតែប៉ុណ្្នឹងចង់ចែកជូនបងប្អូនគឺស្អាតបងប្អូនស្រស់ស្អាតមែនទែនពេលដែលខ្ញុំជិះកលេចមកឃើញសម្រាប់បងប្អូនដែលចូលចិត្តបែបធម្មជាតិគឺមើលទៅប្លែកហើយខ្ញុំកាមេរ៉ាចាប់ប្រហែលជាមិនបាន 100% ដូចជាភ្នែកដែលយើងបានគយគន់ផ្ទាល់ទេបាទហើយក្រៅពីសម្រស់ដ៏ល្អរបស់ដើមឈើនេះក្លិនផ្កាក៏ក្រអូបផងដែរអញ្ចឹងបានទាក់ទាញសត្វឃ្មុំសត្វកន្លង់សត្វស្រាំងនិងមេអំបៅក៏ដូចជាសត្វដទៃទៀតមកពេញនេះឯងបាទពេញនេះហើយជាកាមេរ៉ាពិបាកចាប់ប៉ុន្តែខ្ញុំមើលឃើញផ្ទាល់គឺច្រើនមែនទែនបាទបងប្អូនមានតែប៉ុណ្ណេះសូមរីករាយសុខសប្បាយក្នុងក្រុមគ្រួសារទាំងអស់គ្នាមានសុភមង្គលកុំភ្លេចហាត់ប្រាណថែទាំសុខភាពទទួលទានអាហារដោយត្រឹមត្រូវនិងដោយប្រុងប្រយ័ត្នហើយហូបទឹកឲ្យបានច្រើនទាំងអស់គ្នាបាទខ្ញុំសូមរីករាយបន្តហើយក៏សូមជូនពរណាបងប្អូនបាទជំរាបលាខ្ញុំនឹងចូលទៅជាតិចដើម្បីបងប្អូនបានឃើញនៅសម្រាប់ការនេះបាទជារុក្ខជាតិផ្សេងក៏ដូចជាសត្វផ្សេងសន្ទុះបងប្អូនមួយទៀតសំទោសជំរាបលាហើយក៏មិនទាន់លាមិនទាន់អស់ចិត្តវិញក្រៅពីការផ្ដល់នៅទឹកដមដែលមានឲ្យជារសសម្រាប់សត្វឃ្មុំសត្វកន្លងសត្វស្រាំងហ្នឹងគឺឃើញដើមនេះផ្ដល់នៅម្លប់ដ៏ទីឈឹងទៅឆេងមែនទែនសម្រាប់អ្នកដែលមកជ្រកកោននៅទីនេះបាទនៅពេលដែលមេឃកំពុងក្តៅគឺមានភាពស្រស់ស្រាយបើសិនជាយើងជើញមកកំសាន្តលក្ខណៈគ្រួសារក្រែកកាទៀលដាក់បាយទឹកអីហូបទិញទួយចឹងទៅទីតិចល្អមែនទែនខ្ញុំមានប៉ុណ្ណេះទេអំពីអត្ថប្រយោជន៍របស់ធម្មជាតិក្រៅពីឲ្យអារម្មណ៍ស្រស់ស្រាយរបស់យើងក៏ជួយទៅលើបរិស្ថានភពផែនដីយើងឲ្យមាននិរន្តរភាពផងដែរសូមអរគុណបងប្អូនជំរាបលាបាទ